ដែតមកពីស្វាយដែតសារកាកែវអរិយខ្សាត់មកច្រើនណាខ្សែទឹកក្រៅពាក់ផ្លាកលេខ044ពីជ័យវង្សាទៅចូលខ្សែជ័យមកហើយណែមកតរិតកំផែងនេះខាងអ្នកស្វាយដែតសារកាកែវលោកគ្រូបាទពីជ័យវង្សាម្ចាស់ផ្ទះឥឡូវមកគៀកគ្នាមកស្រួលកាកែវបាទលោកបុនគុណថៃអើយលោកបុនថៃមើលខាងកាកែវឥឡូវមកលេងគ្នាទៅមើលយ៉ាងម៉េចដែរព្រះអង្គមិនធឿនព្រះអង្គមិនធឿនកំពុងតាមដានដែរលេងគ្នាបាទបែរគ្នាល្អណាស់ប្រហែលគ្នាក្នុងឬក្រៅណាសូមជូនពរដល់គូទាំងពីរបាទគឺពិសេសគឺវត្តស្វាយដែតសារកាកែវបាទលោកចៅសកាត់ម្ចាស់ផ្ទះអត់ជូនពរហងម្ចាស់ផ្ទះក៏ជូនពរដែរពីជ័យមកល្អណាស់មកបាយគ្នាល្អណាស់គ្នាល្អណាស់មកទៅរត់កំផែងជ័យបារមីវត្តស្វាយដែតខ្សែទឹកក្នុងពីជ័យវង្សាទៅចូលខ្សែជ័យបាទមកលេងគ្នាដល់អើយឥឡូវក្រៅដកក្នុងវិជ័យវង្សាខាងក្រៅស្វាយដែតអីអើយមិនអើយបាទអបអរសាទរបាទជាមួយនឹងគូនេះផងដែរបាទគឺព្រះអង្គវត្តស្វាយដែតបាទគឺសូមពង្រឹងចំហមែនទេព្រះអង្គបាទសូមរូបភាពតិចបាទសូមរូបភាពចាំមើលរូបភាពយឺតខ្ញុំនឹងបញ្ជាក់ម្ដងទៀតបាទរវាងម្ចាស់ផ្ទះនិងវត្តស្វាយដែតបាទលើមើលទាំងអស់គ្នាអូយក្នុងបាទឥឡូវនេះយើងឃើញហើយណាមកតរិតកំផែងជ័យបារមីវត្តស្នាយដែតឈ្នះតែ2ខ្ទង់បាទតែ2ខ្ទង់សកត់កាលមកអំពីលចាព្រះអង្គវត្តស្វាយដែតតែ2ខ្ទង់ឯងព្រះអង្គតែជើងទី2ជើងទី2បាទទទួលបានជ័យជំនះតែជ័យវង្សារបស់ពុកអស័យនេះអត់អីទេក៏មិនធម្មតាដែរខុសគ្នាប្រមាណខ្ញុំគិតថាប្រហែលជាម៉ាសកុងកន្លះទេបាទចង់និយាយថាម៉ាសកត់ក្បាលហ្នឹងបាទតិចតួចតិចមែនតើណាបាទតិចហ្នឹងបានន័យថាដោយសារពេលដែលចាក់យោងឲ្យងោកមុនណាមកងោកបាទអត់អីទេយើងមានរូបភាពអញ្ចឹងស្រួលបាទច្បាស់ប៉ុន្តែដូចខ្ញុំបានជម្រាបជូនអញ្ចឹងការមើលឃើញរបស់ខ្ញុំជាជំនាញមើលឃើញផ្ទាល់ភ្នែកមិនមែនជាជំនាញបាទរបស់បាទខាងមន្ត្រីបច្ចេកទេសយើងទេបាទឥឡូវយើងបន្តទស្សនាជាបាទសូមអង្គុយចុះបងសូមអង្គុយចុះណាប្រយ័ត្នបាក់រោងទៀតហើយអ្នកដែលមិនមានភារកិច្ចសូមចេញទៅក្រៅបាទសូមចេញស្រុតរោងទៀតលើហើយបាទស្រុតរោងទៀតលើហើយបាទឥឡូវយើងឈានដល់គូឯកបាទគូឯកទៀតណាគូឯកចុងក្រោយនេះប៉ះគ្នាដឹងតែល្អមើលហើយបាទគូឯកនេះគឺលោកមេឃុំស្រេងហើយនឹងអុកញ៉ាសៀបាទគឺគាត់នៅក្បែរនេះទេបាទខ្ញុំមិនបាច់ហៅឈ្មោះទូកទេបាទឥឡូវយើងបន្តទស្សនាគូទូកបាទស្រីសសុកសែនជ័យមកពីអាស័យជ្រោយបាទខ្សែទឹកខាងក្នុងសៀសែនជ័យបារមីដែលជះបាទគឺមកពីព្រែកលីវកងមាសឥឡូវយើងរងចាំមើលតើការប៉ះគ្នារវាងទូកទាំងពីរនេះល្អមើលយ៉ាងណាបាទបន្ទាប់ពីនឹងមកមានគូមួយគូទៀតកាន់តែល្អមើលជាងនឹងទៀតបាទហើយទូកដែលអ៊ំហើយបងឡើងទៅលើវិញចុះបាទឡើងទៅលើដើម្បីបន្តនៅក្នុងជើងទី2ជាបន្តទៀតបាទលើចេញមកនៅក្រុមការងារយើងបាទកំពុងតែផ្ដិតយករូបភាពបាទដើម្បីឲ្យច្បាស់លាស់តែម្ដងនៃការអ៊ំប៉ុណ្ណាំងបាទសម្រាប់បាទការអ៊ំទី1នេះស្រីសសុកសែនជ័យដែលជាជើងឯកនៅខាងស័យជ្រោយអ៊ំកាលប្រហែលថ្ងៃមុននោះចំណែកឯសៀសែនជ័យបារមីដែលជះនេះក៏បានលេងហើយបានហាត់បឹកវើនច្បាស់លាស់ណាឯកសន្តានខ្ញុំចាំច្បាស់ណាស់បាទសៀសែនជ័យបារមីដែលជះឯកសន្តានពណ៌បៃតងបាទតំណាងឲ្យបរិស្ថានចំណែកឯស្រីសសុកសែនជ័យឯកសន្តានពណ៌ផ្ទៃមេឃចាំមើលយ៉ាងម៉េចដែរអុកញ៉ានិងលោកមេឃុំស្រេងបាទសូមអង្គុយចុះបាទឥឡូវមកហើយគូឯករបស់យើងសីសខ្សែទឹកក្នុងបាទចំណែកឯបាទសៀសែនជ័យបាទឯកសន្តានដូចគ្នាអត់មានខុសទេអូដូចគ្នាដូចគ្នាឥឡូវយើងមើលទាំងអស់គ្នាមកសូមសំលេងខ្លាំង
ឥឡូវយើងឃើញមើលពីភ្នែកផ្ទាល់ពីគ្នាទៅដូចខាងក្រៅខាងក្នុងនោះប្រហែលគ្នាទេខ្ញុំអត់ហ៊ានមើលខ្ញុំអត់ហ៊ានមើលបាទខ្ញុំអត់ហ៊ានមើលដោយសារគេបាំងបាទសូមអង្គុយចុះបាទឥឡូវយើងបន្តទស្សនាបាទប្រហែលគ្នាល្អណាស់សីសឯកស្ថានបៃតងបាទចំណែកឯសៀសែនជ័យបាទសូមទូកកំឡុងមកទូកបាទសូមទូកបាទបាទឥឡូវឡើងមកហើយអូយសៀសែនជ័យដល់មុខតិចតូចបាទមិនអើយនេះអាយ៉ាក្រៅល្អមិនអើយស្រីសមិនអើយស្រីសទៅអត់ទេសៀសែនជ័យបាទឈ្នះនៅក្នុងជើងទី1ចូលរួមអបអរសាទរជាមួយអុកញ៉ាអឹងផងបាទតែស្រីសសែនជ័យលោកស្រីក៏កុំអាលតន់អស់សង្ឃឹមបាទបញ្ចូលវេទមន្តថែមទៀតបញ្ចូលវេទមន្តទៀតបាទលោកស្រីបញ្ចូលវេទមន្តទៅឲ្យស្រីសទស្សនារូបភាពយឺតវិញម្ដងណែបាទប្រហែលជា5ខ្ទង់បាទ5-6ខ្ទង់ចាញ់សុំម្ដងទៀតបាទសុំម្ដងទៀតឲ្យច្បាស់មើលបាទឥឡូវសុំម្ដងទៀតបាទដើម្បីឲ្យក្រុមការងារយើងមើលឲ្យច្បាស់បាទភាពចាញ់ឈ្នះបាទណែមកណែមើលណែប្រហែលខ្ទង់បាទ5-6-7ខ្ទង់បាទល្អមែនតែនប៉ុន្តែបាទឥឡូវយើងបន្តទស្សនាមកគូទៀតគូឯកមហាខ្លាក្រហមខ្សែទឹកខាងក្នុងបាធាយកំពង់ចាមជាមួយនឹងមហានសាយផ្លោះបាទមកហើយបាទគុណបាទសូមអង្គុយចុះបាទគណៈកម្មការមើលឃើញទេបាទខ្លាក្រហមឯកស្ថានពណ៌លឿងខ្សែទឹកខាងក្នុងមហានសាយផ្លោះឯកស្ថានពណ៌ក្រហមរាយប៉ាយបាទអរគុណណាបងមីងឡុងស្រុកប្រធាយបាទឧបត្ថម្ភខ្ញុំមួយលោកគ្រូម្នាក់50មួយកាហ្វេដាវបាទឥឡូវយើងបន្តទស្សនាគូអូប្រហែលគ្នាល្អណាស់ការភូមិគងនេះពិតជាជក់ចិត្តដិតអារម្មណ៍បាទជាមួយនឹងចំណោះទូកបាទដែលជាទូកខ្លាំងបាទឥឡូវលេងគ្នា100ម៉ែត្រចុងក្រោយបាទយ៉ាងម៉េចបាទមហានសាយផ្លោះខ្សែទឹកខាងក្រៅរាយប៉ាយជាមួយនឹងមហាខ្លាក្រហមអីយ៉ូយខ្លាក្រហមដកហើយខ្លាក្រហមកំពុងតែដកបាយខ្លាក្រហមមកពីបាធាយបាទថែមទៅចុះបាធាយនឹងស្រុកខ្ញុំហើយអូយបាទដកបាទហើយនេះដកយកតែមែនតែនហើយដកហើយខ្លាក្រហមបាទអូយបាទឥឡូវនេះបាទដល់ហើយពាក់កណ្ដាលទូកបាទឥឡូវយើងឃើញហើយភាពចាញ់ឈ្នះបាទដល់ទៅពេលអញ្ចឹងទៅងាយពីអត់ពិតបាទប៉ុន្តែជួយយ៉ាងណាជើងទី1នេះល្អណាស់ការចាញ់ឈ្នះគ្នាគឺមិនដាច់បាទសម្រាប់ទូកខ្លាំងគឺប្រហាក់ប្រហែលគ្នាសូមជម្រាបដល់ស្រីសសុកសែនជ័យអើយថែមការ៉េមថែមម្សៅបន្តិចទៀតទៅបាទថែមការ៉េមថែមម្សៅអីម៉ាក់កាយេតឡើងសុភ័ណភាពបន្តិចទៀតមើលខុសគ្នាតែបន្តិចមិញបាទខុសគ្នាប្រហែលជា3-4ខ្ទង់ឯងបាទទូកចឹងហើយសបាយហើយ